ហើយបងប្អូនដល់គ្នាតើមក2គីឡូបើហើយដោយសារតែមុនហ្នឹងជីហួរផ្ទះគាត់ហើយនៅ3គីឡូមិញហ្នឹងជីហួរផ្ទះដែរឥឡូវយកមកហើយបងប្អូនដល់គ្នានេះដល់បាទទីសាប់មកចិត្តបានណា2គីឡូកូនបាទនិយាយទៅញ៉ាំមកបាទនេះថោមើក៏កបល់ណាចឹងថ្ងៃនេះគឺពិបាកកម្មដល់ផ្ទះហ្មងបាច់ពិបាកទេពិបាកកម្មដល់ផ្ទះមកដល់ហ្មងចុះស្ដាងល្អស្ដាងល្អថងថ្មីសាមើលស្ដាងនិយាយទៅយើងកុំភ័យព្រួយរឿងមកញ៉ាំវិញនេះតាំងធំទៀតតែហ្នឹងចាបាទដល់បកស្ដាងបាទចឹងទៅណាដល់អរគុណចាខាងមកបងបាទ2គីឡូទៀតបងបាទហើយទៅបោះឲ្យមុនដល់សាយមកចុះថ្លៃទៅបាទអរគុណខ្ញុំឲ្យលុយញ៉ាំបាទខាងអត់អីគេដល់អរគុណចាមានទូអរគុណនេះដល់លុយទឹកប្រវាំងអងបាទយកខាងមកគេកំងបាទអញ្ចឹងបាទអរគុណចាដល់យកចាយខ្ញុំណាបាទអរគុណចាដល់ទៅចេញទៅហើយ3នាក់នេះបងប្អូនឃើញហៅផងគីបពីមជីលមកđâyនេះរវ៉ាន់យើងអញ្ចឹងនៅតែ3គីឡូទេមិញគេយក2គីឡូទៀតហើយសាច់លក់នៅ3គីឡូប៉ុន្តែបងប្អូនអាចកំងបន្តទៀតបានណាបងប្អូនទាំងអស់គ្នាថ្ងៃនេះអត់បានស្អែកគឺខ្ញុំដើរបងប្អូនអរគុណហើយខ្ញុំក៏បានថតពីទស្សនវិជ្ជាតាមដងផ្លូវនៅក្នុងឃុំកោះវត្តិនឲ្យបងប្អូនបានឃើញទីណាបងប្អូនទាំងអស់គ្នាហើយសម្រាប់ខ្ញុំថតនេះថតចាប់ពីភូមិ7អីទៅហ្នឹងបងប្អូនទាំងអស់គ្នានិយាយទៅចាប់បានពីទស្សនវិជ្ជាតិចទេសម្រាប់តាមដងផ្លូវដូចជាមានក្រោយសាលាចិនតិចទៅហើយនៅខាងភូមិ7តិចទៅខាងភូមិ12តិចណាបងប្អូនទាំងអស់គ្នាអញ្ចឹងក្នុងការលក់សាវម៉ាវគឺយើងបង្ហាញពីទស្សនវិជ្ជាតាមដងផ្លូវដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានឃើញពីទស្សនវិជ្ជាតាមដងផ្លូវបន្តិចណាហើយបងប្អូនទាំងអស់គ្នាសម្រាប់ត្រូវការសាវម៉ាវអាចកំងខ្ញុំបានហើយខ្ញុំអត់សូវបង្ហាញតាមនឹងទេគឺខ្ញុំបង្ហាញនៅក្នុង page Ra TV បងប្អូនទាំងអស់គ្នា page admin Captain គឺអត់សូវបានបង្ហាញទេអញ្ចឹងបងប្អូនទាំងអស់គ្នាគឺបង្ហាញពីទស្សនវិជ្ជារៀលហ្មងនិយាយទៅជីវិតអត់សូវស្រួលទេបងប្អូនទាំងអស់គ្នាដោយបងប្អូនបានឃើញអញ្ចឹងគឺពិបាកណាស់បងប្អូនណាយើងទៅមកបានលុយមកកាក់មកសែនហើយជីលម៉ូជីអីទៅហើយមានគ្នាមានអីទៅជាមួយហើយថតពីទស្សនវិជ្ជាតាមដងផ្លូវបងប្អូនបានឃើញតិចឥឡូវនេះគឺយើងឡើងមកដល់ភូមិ9ហើយបងប្អូនដល់គ្នាភូមិ9និងភូមិ12អញ្ចឹងថតបង្ហាញតិចហើយផ្លូវនេះបងប្អូនផ្លូវមកខាងជួរជើងឥឡូវនេះគឺចាក់បេតុងស្អាតហើយមកខាងផ្ទះប្រវត្តិខាងផ្ទះអេងខាងអីហ្នឹងបងប្អូនដល់គ្នាហើយសៅម៉ៅដៅធំហើយឥឡូវនេះឲ្យធំយកក្រូចទៅហើយហ្មងអញ្ចឹងក្រូចអស់ហើយបងប្អូនដល់គ្នាកន្លះគីឡូគឺអស់ហើយសៅម៉ៅនៅតែ1គីឡូឯងអញ្ចឹងបងប្អូនដែលត្រូវការអាចកំងទៅស្អែកចាំយកឲ្យអរគុណអត់ទេបងប្អូនអញ្ចឹងគាត់កំង3គីឡូតែរៀងទៅដៅរៀងព្រួយតិចឯងសៅម៉ៅកាត់ដៅដល់ទេពូយកសៅម៉ៅមកឲ្យរៀងជាប់បកតិចគេកាត់ដៅដល់បាទអរគុណច្រើនអរគុណច្រើននេះបាទចាំសិនបាទđâyផ្ទះធំ2គីឡូហើយនេះហើយដល់បាក់កោបាទ5គីឡូទៀតយកអមអញ្ចឹងឯនេះនេះបងឥឡូវយើងបានយកមកដល់ផ្ទះពូនេះហើយកាហ្វេមួយតែបេតងមួយតាមមក5គីឡូនេះបងឌីទិញញ៉ាឲ្យជូនឲ្យលុយហើយបាទអត់អីឌីឲ្យហើយបាទអត់បានដាក់តកកមកមើលកាត់ក្តៅរហូតហើយប្រហែលរៀងជាប់ទីបើក្តៅរហូតបងអរគុណច្រើនបងបាទអរគុណច្រើនបាទ1គីឡូទៀតហើយពូមិញក៏អត់ដឹងទេឥឡូវមកឃោសនាគាត់បាន1គីឡូទៀតហើយប្រហើយស្តុកមានតែពីអរគុណនេះអរគុណអញ្ចឹងបងប្អូនទាំងអស់គ្នាកំងមកស្អែកមានទៀតទេបងប្អូន9ពូនេះបាញ់នេះហើយ